ចេញក្បាលវីដេអូមកឃើញបន្លែបងប្អូនគួរទៅទាយដឹងឲ្យមែនទេថាជាមុខម្ហូបអីដែរអញ្ចឹងណាបងប្អូនចាមានស្ដៅមានផ្ទីស្រស់មានផ្កាខាណាស្រស់ផលិតត្រប់អីហ្នឹងណាក្នុងម្ហូបមកពេលនេះដែរគឺធ្វើទឹកគ្រឿងហើយការធ្វើទឹកគ្រឿងនេះមិនមែនជាស្នាដៃរបស់ខ្ញុំទេគឺជាស្នាដៃរបស់បងប្អូនពៅខ្ញុំចាបងប្អូនថ្ងៃហ្នឹងដោយសារតែខ្ញុំហ្នឹងនិយាយតាមត្រង់ហ្មងអត់ចេះធ្វើទឹកគ្រឿងហើយក៏សុំផ្ញើខ្លួនផ្ញើប្រាណនឹងគេអញ្ចឹងណាហើយទៅពេលដែលគេធ្វើហ្នឹងគឺខ្ញុំបានទៅថតមើលអញ្ចឹងថ្ងៃហ្នឹងជាស្នាដៃរបស់បងប្អូនពៅនិងប្រពន្ធគេបងប្អូនអើយបន្លែខ្ញុំចង់ប្រាប់បងប្អូនថាចេះផ្កាខាត់ណាស្រស់ញ៉ាំជាមួយទឹកគ្រឿងគឺថាឆ្ងាញ់សាហាវបងប្អូនឆ្ងាញ់ខ្លាំងណាបើមិនជឿទេបងប្អូនទិញតែមកដុំហើយស្ងោរសាកមើលញ៉ាំជាមួយទឹកគ្រឿងគឺថាឆ្ងាញ់ហ្មងហើយផ្កាស្បៃក្នុងខែហ្នឹងគឺនិយាយទៅផ្អែមខ្លាំងហ្មងអត់ដឹងថាមិនទេមកពីខែប្រាំងមិនដឹងអីក៏មិនដឹងគឺថាឆ្ងាញ់ហ្មងអត់មានក្លិនថ្នាំអីទេនិយាយទៅខ្ញុំមិនតសើមិនបានទេផ្កាស្បៃខាត់ណារបស់ខ្មែរយើងញ៉ាំមិនសឹងថាមិនបាច់ស្រស់ទឹកក្តៅហើយចាំយកមកស្ងោរក៏បានដែរគឺថាឆ្ងាញ់ហ្មងបងប្អូនយកមកញ៉ាំជាមួយទឹកគ្រឿងក៏បានញ៉ាំជាមួយត្រីខក៏បានញ៉ាំជាមួយបុកម្ជូរស្វាយក៏ឆ្ងាញ់ដែរហើយទឹកគ្រឿងយើងណាក៏បានធ្វើចិត្តរួចរាល់ដែរណាបងប្អូនគេចេះធ្វើទឹកគ្រឿងណាទឹកគ្រឿងឡើងកន្លះឆ្នាំងត្រីមួយហ្នឹងថាញ៉ាំអស់លីង3ផ្ទះហើយគ្រឿងក្រៅដែលយកមកបុកហ្នឹងគឺមានអាត្រប់ពុតញងយើងបងប្អូនលាយជាមួយនឹងខ្ទឹមម្ទេសទៅលីងវាមិចចូលគ្នាហើយយកមកបុកតែអត់សូវហឹលទេណាបងប្អូនដោយសារបងអូនថ្លៃខ្ញុំកូនខ្ចីគេញ៉ាំហឹលអត់បានទេហួសកូនមកចាដល់ពេលអញ្ចឹងអត់សូវញ៉ាំហឹលបានទេអត់អាចញ៉ាំហឹលបានអញ្ចឹងណាទឹកគ្រឿងវារៀងមើលទៅស្លេកបើសិនជាដាក់ម្ទេសទៀតរួចពណ៌គួរឲ្យចង់ញ៉ាំបដ ாய் បើសម្រាប់ខ្ញុំថែមម្ទេសក្រៅពេលញ៉ាំខ្ញុំដាក់ម្ទេសឲ្យសាបពីលើខ្ញុំញ៉ាំមួយម៉ាត់អាហ្នឹងដឹងថាឆ្ងាញ់អែហ្មងហើយទឹកគ្រឿងរបស់គេនេះគឺថាមានរសជាតិឆ្ងាញ់មិនសាបមិនប្រៃមិនជូរគឺថាល្មមហ្មងល្ងាចមិញខ្ញុំអត់សូវបានញ៉ាំបាយទេខ្ញុំញ៉ាំតែទឹកគ្រឿងជាមួយនឹងបន្លែញ៉ាំតែប៉ុណ្្នឹងគឺឆ្អែតហ្មងបងប្អូនពុះគ្រួចហើយទឹកគ្រឿងរបស់យើងចិត្តឆ្អិន 100% ឯងបងប្អូនអើយដូចបច្ចៈអញ្ចឹងបើចង់ហឹលដាក់ម្ទេសឲ្យសាត់ពីលើទៅញ៉ាំមួយម៉ាត់ទៅគឺថាឆ្ងាញ់ខ្លាំងដឹងមិនទេឲ្យតាមម្ហូបទឹកគ្រឿងគឺជាម្ហូបមួយដែលធ្វើឲ្យបាយចុះហ្មងណាដាំបាយ 4-5 កំប៉ុងអីបានគ្រប់គ្រាន់បើផ្ទះខ្ញុំធ្លាប់ដាំបាយតែ2កំប៉ុងអីទេ2កំប៉ុងកន្លះអីខ្ញុំដាំបាយឲ្យច្រើនសម្រាប់ឆ្កែខ្ញុំអញ្ចឹងណាបើថាធ្វើទឹកគ្រឿងខ្ញុំដាក់3កំប៉ុងកន្លះប៉ុន្តែគ្មានទេបងប្អូនអើយមិនសូវញ៉ាំបាយហ្មងទេញ៉ាំតែទឹកគ្រឿងជាមួយបន្លែហ្នឹងឯងដូចខ្ញុំនិយាយថាផ្កាស្បៃហ្នឹងគឺចុចជាមួយទឹកគ្រឿងគឺថាឆ្ងាញ់ខ្លាំងហ្មងបងប្អូនអើយកាលពីមុនខ្ញុំអត់សូវចូលចិត្តញ៉ាំទេដោយសារអីវាក្លិនថ្នាំដល់ពេលឥឡូវវាអត់ខ្ញុំស្រស់ញ៉ាំទិញមកម្ដុំ1000មកស្រស់ជាមួយទឹកគ្រឿង